មានលោកសេដ្ឋីម្នាក់ដែលគាត់មានទ្រព្យសម្បត្តិរាល់ថ្ងៃគាត់តែងតែមើលងាយអ្នកក្រជានិច្ចទោះបីជាគាត់មានទ្រព្យសម្បត្តិច្រើនក៏ដោយប៉ុន្តែគាត់នៅតែមើលងាយអ្នកក្រនៅថ្ងៃមួយគាត់បានដើរទៅដល់វាលស្រែមួយកន្លែងម៉ោងទើបតែ11ហើយអ្វីបានជាអ្នកធ្វើការនៅទីនេះសម្រាប់អស់អញ្ចឹងក៏ព្រោះតែបែបនេះទើបបានជាធ្វើឲ្យពួកគេនៅតែក្រីក្របើពួកគេធ្វើការងារច្រើនម៉ោងពួកគេនឹងខ្លាចទៅជាអ្នកមានលោកសេដ្ឋីទៅណាមកណាដែរទៀតហើយអ្វីបានជាមកឈប់នៅស្រែរបស់ខ្ញុំបែបនេះតើលោកសេដ្ឋីចង់ទិញដីស្រែរបស់ខ្ញុំមែនទេយើងកំពុងតែធ្វើដំណើរទៅវត្តប៉ុន្តែយើងបានឈរមើលស្រែរបស់ឯងបន្តិចម៉ោង11ហើយអ្វីបានជាឯងសម្រាប់បាត់ហើយមិនក៏មិនធ្វើការងារបន្ថែមទៀតទៅស្លាប់ហើយលោកសេដ្ឋីម៉ោង11ហើយបំរុងឲ្យខ្ញុំធ្វើការងារទៀតវាជាពេលវេលាដែលត្រូវសម្រាប់ឲ្យណាលោកសេដ្ឋីដល់ម៉ោង1រសៀលទៅខ្ញុំចុះការងារបន្តធ្វើការងារដូចជាឯងអញ្ចឹងហើយទើបនៅតែក្របើមិនខំប្រឹងប្រែងធ្វើការងារគិតតែពីសម្រាប់ដូចឯងគ្រួសារឯងក្របែបនេះវាមិនចម្លែកឡើយលោកសេដ្ឋីអើយខ្ញុំខំប្រឹងប្រែងធ្វើស្រែចម្ការមិនដែលបានសម្រាប់ឡើយហើយធ្វើម៉េចបើជីវភាពខ្ញុំនៅមិនទាន់បានធូរធារដូច្នេះលោកសេដ្ឋីកុំប៉ិនមើលងាយអ្នកក្រពេកយើងមិនបានមើលងាយអ្នកក្រទេយើងគ្រាន់តែនិយាយត្រង់តែប៉ុណ្ណោះធ្វើការងារគ្រាន់តែគិតតែពីការសម្រាប់អញ្ចឹងបាននៅតែក្រឯងមើលយើងទៅជាសេដ្ឋីក៏ដោយប៉ុន្តែយើងធ្វើការងារមិនដែលសម្រាប់ឡើយបើលោកសេដ្ឋីនៅតែនិយាយពាក្យដដែលបែបនេះខ្ញុំគិតថាលោកសេដ្ឋីគួរតែអញ្ជើញចាក់ចេញទៅវិញទៅខ្ញុំមិនស្វាគមន៍លោកសេដ្ឋីទេក្មេងម្នាក់នេះពិតជាមិនដឹងខុសត្រូវមែនយើងខំនិយាយណែនាំឲ្យល្អប៉ុន្តែបែរជាខឹងយើងវិញយើងនិយាយឲ្យល្អប៉ុន្តែបែរជាគិតអាក្រក់ទៅវិញយើងមិននៅមើលស្រែរបស់ឯងទៀតទេយើងដើរទៅមុខបន្តទៀតហើយគាត់តែងតែនិយាយមើលងាយអ្នកក្រទាំងដែលគាត់ជាសេដ្ឋីតួតើនៅលើលោកតើមានអ្នកណាចង់ក្រដែរទេបន្តិចក្រោយមកលោកសេដ្ឋីក៏បានដើរមកដល់ផ្ទះអ្នកភូមិម្នាក់ទៀតដែលគេកំពុងតែហូបបាយតើគ្រួសារអ្នកទាំងពីរបានអ្វីហូបបាយដូចជាឈ្ងុយដល់ហើយតើបានអ្វីហូបបាយបាទលោកសេដ្ឋីថ្ងៃនេះខ្ញុំបានដុតមាន់ក៏ព្រោះតែខ្ញុំទៅតែនឹងមកពីប្រមូលផលនៅចំការបានដំណាំច្រើនគិតថាដុតមាន់មួយហូបតែម្ដងទៅណាលោកសេដ្ឋីផ្ទះតូចប្រឲ្យរហាមប៉ុន្តែហូបទឹកតែមាន់ដុតបើសិនជាឯងទុកប្រាក់នោះហើយយកទៅទិញត្រីតូចឯងនឹងបានហូបច្រើនពេលប៉ុន្តែខ្ញុំហូបត្រីរាល់ថ្ងៃណាស់មកហើយទើបតែថ្ងៃនេះខ្ញុំបានប្រមូលផលដំណាំបានប្រាក់ច្រើនគួរសមបានទិញមាន់មួយដើម្បីដុតមិននឹកស្មានថាលោកសេដ្ឋីមកស្ដីបន្ទោសបែបនេះទៅវិញយើងគ្រាន់តែនិយាយតាមត្រង់ប្រាប់ឲ្យឯងល្អតែប៉ុណ្ណោះអញ្ចឹងតើបានឯងនៅតែក្រដោយសារតែឯងហូបមិនចេះគិតវាមិនចម្លែកទេដែលឯងនៅតែក្រីក្រស្លាប់ហើយមួយម៉ាត់ណាក៏ក្រពីរម៉ាត់ណាក៏ក្រមិនបានជាលោកសេដ្ឋីចូលចិត្តនិយាយពាក្យមើលងាយអ្នកក្របែបនេះខ្ញុំហូបជារឿងរបស់ខ្ញុំតែប៉ុណ្ណោះទេណាលោកសេដ្ឋីយើងនិយាយណែនាំបែរជាមិនស្ដាប់ប៉ុន្តែបែរជានិយាយបែបនេះចំពោះយើងវិញក៏ព្រោះតែគ្រួសារឯងចាយប្រាក់មិនចេះគិតទើបបានជានៅក្រីក្របន្ទាប់ពីគាត់បានស្ដីបន្ទោសឲ្យអ្នកភូមិរួចលោកសេដ្ឋីក៏បានធ្វើដំណើរទៅមុខទៀតនៅថ្ងៃមួយអ្នកជំនួញរកស៊ីជាមួយលោកសេដ្ឋីក៏បានមកដល់ផ្ទះលោកសេដ្ឋីលោកសេដ្ឋីពិតជាពូកែរកស៊ីមែនមានទ្រព្យសម្បត្តិគ្រប់បែបយ៉ាងមានអ្នកបម្រើឆ្វេងស្ដាំគ្រប់ទីកន្លែងខ្ញុំគួរតែរៀនសូត្រពីលោកសេដ្ឋីខ្ញុំនេះខំប្រឹងរាល់ថ្ងៃមិនដែលសម្រាករាល់ថ្ងៃនេះខ្ញុំធ្វើការងារមិនដែលសម្រាកទេខ្ញុំក៏រីករាយដែលបានរកស៊ីជាមួយលោកថកែខ្ញុំក៏រីករាយដូចជាលោកសេដ្ឋីដែលលោកសេដ្ឋីបានរីករាយរកស៊ីជាមួយខ្ញុំយើងរកស៊ីអ្នកមានដូចគ្នានឹងរីកចម្រើនទៅជាមួយគ្នាហើយលោកតកែនិយាយបែបនេះគឺត្រឹមត្រូវហើយតាមពីខ្ញុំរកស៊ីជាមួយលោកតកែមិត្តភក្តិក្រីក្ររបស់ខ្ញុំមិនដែលរាប់អានឡើយខ្ញុំរាប់អានតែអ្នកមានតែប៉ុណ្ណោះលោកសេដ្ឋីគិតបែបនេះគឺត្រឹមត្រូវហើយបើយើងមិនខិតខំប្រឹងប្រែងរកស៊ីហើយយើងមិនរាប់អានអ្នកមានទេយើងនឹងក្រយើងរាប់អានអ្នកមានយើងនឹងមានយើងរាប់អានអ្នកក្រវានឹងក្រតាមអ្នកក្រជាមិនខានត្រឹមត្រូវហើយណាលោកតកែដូច្នេះហើយទើបខ្ញុំមិនដែលរាប់អានអ្នកក្រ
ពួកគេគ្រាន់តែជាអ្នកបម្រើធ្វើការងារឲ្យខ្ញុំតែប៉ុណ្ណោះខ្ញុំមិនដែលមានទំនាក់ទំនងអ្វីជាមួយនឹងពួកគេទេអញ្ចឹងខ្ញុំសូមដើរទៅឃ្លាំងអង្គរលោកសេដ្ឋីបន្តិចក៏ព្រោះតែខ្ញុំចង់ឃើញកូនចៅលោកសេដ្ឋីធ្វើការសង្ឃឹមថាលោកសេដ្ឋីនឹងអនុញ្ញាតមិនអីទេណាលោកតកែអញ្ជើញទៅខ្ញុំអនុញ្ញាតពួកគេធ្វើការងារនៅទីនោះក្នុងនាមជាអ្នកបម្រើខ្ញុំទេណាលោកតកែបន្ទាប់មកលោកតកែក៏បានធ្វើដំណើរទៅក្រោយផ្ទះលោកសេដ្ឋីនៅថ្ងៃមួយលោកសេដ្ឋីបានធ្វើដំណើរមកដល់ក្នុងភូមិហើយក៏បានជួបនឹងអ្នកភូមិលោកសេដ្ឋីកំពុងតែធ្វើដំណើរទៅណានដឹងមើលទៅដូចជាសប្បាយចិត្តដល់ហើយតើលោកសេដ្ឋីសុខសប្បាយដែរទេលោកសេដ្ឋីខ្ញុំសុខសប្បាយធម្មតាតែប៉ុណ្ណោះមិនឲ្យខ្ញុំសប្បាយចិត្តរីករាយបានយ៉ាងម៉េចទៅជំនួយខ្ញុំកំពុងតែធ្វើរកស៊ីបានកកបមិនដូចជាអ្នកភូមិយើងទេគិតតែពីខិតខំប្រឹងប្រែងដេករងចាំសំណាងតែប៉ុណ្ណោះអ្នកភូមិរបស់យើងខំប្រឹងធ្វើការណាស់លោកសេដ្ឋីមិនដូចជាលោកសេដ្ឋីបាននិយាយឡើយគ្រាន់តែពួកគេទាំងអស់គ្នាមានពេលសម្រាកនិងពេលធ្វើការលោកសេដ្ឋីកើតមកមិនមែនជាអ្នកក្រលោកសេដ្ឋីមិនបានដឹងទេបើសិនជាលោកសេដ្ឋីកើតមកជាអ្នកក្រនឹងបានដឹងជាមិនខានវាលំបាកយ៉ាងណាទៅនៅពេលដែលយើងខំប្រឹងប្រែងរកស៊ីប៉ុន្តែជីវភាពយើងនៅតែមិនទាន់បានធូរធារលោកសេដ្ឋីជាអ្នកមានទ្រព្យសម្បត្តិនិយាយអ្វីក៏ត្រូវចំណែកខ្ញុំទាំងអស់គ្នាគឺជាអ្នកក្ររងចាំតែខុសតែប៉ុណ្ណោះទោះបីខំប្រឹងប្រែងរកស៊ីនៅមិនទាន់បានខ្លាចទៅជាអ្នកមានទ្រព្យសម្បត្តិប៉ុន្តែត្រូវបានអ្នកមានទ្រព្យសម្បត្តិដៀលជារៀងរាល់ថ្ងៃនេះក៏ព្រោះតែជាការពិតខ្ញុំគឺជាសេដ្ឋីខំប្រឹងរកស៊ីទម្រាំតែបានទ្រព្យសម្បត្តិមិនដូចជាអ្នកទាំងអស់គ្នាទេគិតតែពីដេករងចាំសំណាងតែប៉ុណ្ណោះលោកសេដ្ឋីមានរឿងធំហើយលោកសេដ្ឋីនៅពេលនេះផ្ទះលោកសេដ្ឋីត្រូវបានភ្លើងឆេះអស់ហើយសូមលោកសេដ្ឋីទៅនៅពេលនេះពធូអើយនិយាយថាម៉េចភ្លើងបានឆេះផ្ទះរបស់យើងតើមែនទេចប់ហើយយើងទ្រព្យសម្បត្តិយើងវាប្រកាសជារលាយជាមិនខានលោកសេដ្ឋីក៏បានធ្វើដំណើរទៅផ្ទះរបស់គាត់ទាំងប្រញាប់ក៏ព្រោះតែផ្ទះរបស់គាត់ត្រូវបានភ្លើងកំពុងតែឆាប់ឆេះនៅពេលដែលលោកសេដ្ឋីបានធ្លាក់ខ្លួនទៅជាអ្នកក្រគាត់បានទៅរកមិត្តរបស់គាត់ដែលជាអ្នកមានប៉ុន្តែពួកគេមិនរាប់អានគាត់ដោយការពីមុនឡើយនៅពេលនេះយើងសល់ត្រឹមតែសម្បកខ្លួនតែប៉ុណ្ណោះមិនដឹងថាថ្ងៃមុខយើងជួបរឿងអ្វីទៀតទេយើងប្រកាសជាពិបាកហើយយ៉ាងបាច់ដែរលោកសេដ្ឋីនៅពេលដែលលោកសេដ្ឋីធ្លាក់ខ្លួនទៅជាអ្នកក្រលោកសេដ្ឋីយល់អារម្មណ៍មួយនេះហើយតើមែនទេនៅពេលដែលរាប់អានមិត្តភ័ក្តិជាអ្នកមានប៉ុន្តែគេមិនរាប់អានលោកសេដ្ឋីពេលនេះសល់តែសម្បកខ្លួនតែប៉ុណ្ណោះប្រកាសជាបានយល់អារម្មណ៍មួយដែលគេនិយាយប្រមាថហើយមែនទេលោកសេដ្ឋីនៅពេលនេះខ្ញុំបានយល់ហើយនៅពេលដែលខ្ញុំមានទ្រព្យសម្បត្តិមិត្តភ័ក្តិរបស់ខ្ញុំដែលជាអ្នកមានគេចូលចិត្តរាប់អានខ្ញុំជារៀងរាល់ថ្ងៃប៉ុន្តែពេលនេះខ្ញុំបានធ្លាក់ខ្លួនទៅជាអ្នកក្រគេមិនដែលរាប់អានខ្ញុំឡើយបែបនេះហើយទៅខ្ញុំចង់ឲ្យលោកសេដ្ឋីបានដឹងកើតមកជាអ្នកក្រមិនខុសឡើយបើយើងខំប្រឹងប្រែងរកស៊ីហើយកុំអាងខ្លួនឯងជាអ្នកមានទ្រព្យសម្បត្តិរងចាំបន្ទោសតែអ្នកក្រនៅលើโลกនេះមិនមានអ្នកណាកើតមកចង់ក្រទេប៉ុន្តែឲ្យធ្វើម៉េចបើកើតមកជាអ្នកក្រមានតែការខំប្រឹងប្រែងលោកសេដ្ឋីកាលពីមុនមើលងាយអ្នកក្រនិយាយស្ដីបន្ទោសអ្នកក្រដល់ពេលនេះទើបបានដឹងខ្លួនហើយមែនទេលោកសេដ្ឋីខ្ញុំបានយល់ពីអារម្មណ៍មួយនេះខ្ញុំមានចំណេះដឹងនៅក្នុងខ្លួនខ្ញុំនឹងខិតខំប្រឹងប្រែងរកស៊ីមុខជំនួយខ្ញុំឡើងវិញហើយខ្ញុំនឹងជួយឲ្យអ្នកភូមិយើងគ្រប់គ្នារកស៊ីមានបាននៅពេលដែលខ្ញុំខ្លាចទៅជាសេដ្ឋីដូចកាលពីមុនវិញលោកសេដ្ឋីដោយគាត់បានធ្លាក់ខ្លួនទៅជាអ្នកក្រហើយគាត់ក៏បានយល់អារម្មណ៍មួយដែលគេបន្ទោសគ្រប់បែបយ៉ាងទម្លាក់កំហុសលើតែអ្នកក្រហើយគាត់ក៏បានកែប្រែចរិតរកស៊ីសាងទ្រព្យសម្បត្តិខ្លាយទៅជាសេដ្ឋីវិញគាត់ក៏បានជួយដល់អ្នកភូមិដើម្បីឲ្យអ្នកភូមិរកស៊ីមានបានដូចជាគាត់